អាណិតណាស់លោកយាយម្នាក់ទៅទិញម្ហូបស្រាប់តែវង្វេងរកផ្លូវមកផ្ទះអត់ឃើញត្រូវបានអ្នកភូមិប្រទះឃើញនាំទៅប៉ុស្តិ៍នគរបាលស្ត្រីចំណាស់ម្នាក់ជាអ្នករស់នៅខេត្តព្រៃវែងបានមកស្នាក់នៅផ្ទះជួលជាមួយនឹងកូនប្រុសពៅដែលជាកម្មកររោងចក្រនៅរាជធានីភ្នំពេញបានរយៈពេលជាង1ខែហើយក៏ប៉ុន្តែគាត់មិនស្គាល់ពីតំបន់ផ្ទះជួលច្បាស់ទេខណៈដែលកូនចេញទៅធ្វើការបាត់គាត់ចេញទៅទិញម្ហូបនៅផ្សារដើម្បីទុកឲ្យកូនបរិភោគនៅពេលដែលកូនចេញពីធ្វើការវិញប៉ុន្តែក្រោយពីទិញម្ហូបរួចរាល់ស្រាប់តែវង្វេងរកផ្លូវទៅផ្ទះជួលអត់ឃើញសោះពេលនោះគាត់បានដើររកតាំងពីវេលាល្ងាចរហូតដល់យប់ពាក់កណ្ដាលអាធ្រាត្រតែមិនឃើញសោះក្រោយមកអ្នកភូមិក៏បានខាត់ឲ្យគាត់នៅមួយកន្លែងបន្ទាប់មកបានដឹកទៅប្រគល់ឲ្យនគរបាលហើយដោយយប់ជ្រៅពេកទើបនគរបាលបាននាំទៅសាលាសង្កាត់ចោមចៅ2ដើម្បីឲ្យគាត់សម្រាកនៅទីនោះមួយយប់សិនដើម្បីស្រាវជ្រាវរកកូនឲ្យទៅទទួលគាត់ត្រូវបានអ្នកភូមិប្រទះឃើញដើរតាមផ្លូវវេលាម៉ោង12យប់កណ្ដាលអាធ្រាត្រថ្ងៃទី9ខែមេសាឆ្នាំ2025នៅក្នុងភូមិសាស្ត្រសង្កាត់ចោមចៅ2ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញស្ត្រីខាងលើបានប្រាប់ថាគាត់ឈ្មោះតែមសៀនអាយុ76ឆ្នាំរស់នៅភូមិបេងឃុំពួនស្រុកកញ្ជ្រៀកខេត្តព្រៃវែងគាត់មានកូនចំនួន7នាក់ក្នុងនោះកូនប្រុសចំនួន3នាក់និងកូនស្រី4នាក់គាត់បានចាក់ចេញពីស្រុកកំណើតរយៈពេល1ខែកន្លងមកហើយគឺមកស្នាក់នៅបន្ទប់ផ្ទះជួលជាមួយនឹងកូនប្រុសពៅរបស់គាត់ឈ្មោះលីលីងអាយុ32ឆ្នាំមុខរបរជាកម្មកររោងចក្រស្ថិតនៅខាងលិចផ្សារទូលបង្រឃុំត្រពាំងអញ្ជែកសង្កាត់ចោមចៅ1គាត់បានប្រាប់ទៀតថាពេលស្នាក់នៅជាមួយនឹងកូនប្រុសពៅរយៈពេល1ខែនេះគាត់មិនបានស្គាល់តំបន់នេះច្បាស់ឡើយព្រោះគាត់ច្រើនស្ថិតនៅតែក្នុងបន្ទប់ជួលតែប៉ុណ្ណោះមិនសូវបានចេញទៅក្រៅទេដោយខ្លាចវង្វេងផ្លូវដែលឡែកនៅវេលាល្ងាចថ្ងៃទី9ខែមេសាឆ្នាំ2025គាត់បានដាច់ចិត្តប្រថុយចេញទៅផ្សារទូលបង្រភូមិទូលបង្រសង្កាត់ចោមចៅ1ដើម្បីទិញម្ហូបទុកឲ្យកូនពៅបរិភោគពេលចេញពីធ្វើការលោកយាយបានបន្តទៀតថាក្រោយពេលទិញម្ហូបបានហើយស្រាប់តែវង្វេងរកផ្លូវទៅផ្ទះវិញអត់ឃើញសោះមិនដឹងថាត្រូវទៅតាមផ្លូវណាឡើយគាត់ក៏ព្យាយាមខំដើររកក៏ប៉ុន្តែទោះជាយ៉ាងណាក៏រកមិនឃើញដែរកាន់តែរកកាន់តែវង្វេងគាត់ហាក់អស់សង្ឃឹមខ្លាំងណាស់គាត់ដើររករហូតដល់ពាក់កណ្ដាលយប់អាធ្រាត្រក៏ត្រូវអ្នកភូមិខាត់សួរនាំដឹងរឿងរួចក៏យកទៅប្រគល់ឲ្យប៉ុស្តិ៍នគរបាលចោមចៅ2ដើម្បីជួយស្រាវជ្រាវរកផ្ទះជួលនិងរកកូនគាត់ផងដែរលោកយាយបានបន្តទៀតថាក្រោយមកយប់ជ្រៅទៅហើយនគរបាលក៏បានដឹកឲ្យទៅសម្រាកនៅឯសាលាសង្កាត់ចោមចៅ2មួយយប់សិនគាត់ក៏សម្រាកទីនោះមួយយប់និងរងចាំកូនប្រុសពៅលីលីងយកត្រឡប់ទៅផ្ទះវិញគាត់ថានេះគឺជាលើកទី2ហើយដែលគាត់វង្វេងផ្ទះបែបនេះដោយការពីប្រមាណខែមុនគាត់មកលេងកូននៅផ្ទះជួលខាងលើនេះគាត់បានចេញទៅទិញម្ហូបហើយក៏វង្វេងផ្លូវទៅផ្ទះវិញរកអត់ឃើញម្ដងរួចទៅហើយពេលនោះគាត់បានដើររហូតដល់ស្ទឹងព្រៃថ្នោតចម្ងាយ20គីឡូម៉ែត្រពីផ្ទះជួលក្រោយមកត្រូវបានអ្នកភូមិនាំយកទៅប្រគល់ឲ្យនគរបាលហើយនគរបាលបានធ្វើការស្រាវជ្រាវទំនាក់ទំនងមកកាន់កូនប្រុសគាត់ឲ្យយកត្រឡប់ទៅផ្ទះវិញស្របតែពេលនេះក៏វង្វេងជាលើកទី2បែបនេះតែម្ដងអាជ្ញាធរសង្កាត់ចោមចៅបានប្រាប់ថារហូតមកដល់ល្ងាចថ្ងៃទី10ខែមេសាឆ្នាំ2025នេះនៅមិនទាន់ស្វែងរកផ្ទះជួលស្ត្រីខាងលើស្នាក់នៅឃើញទេហើយក៏មិនឃើញកូនប្រុសរបស់គាត់មកទទួលត្រឡប់ទៅវិញឡើយពេលនេះនគរបាលនិងអាជ្ញាធរសង្កាត់បានទិញបាយឲ្យគាត់ហូបនិងកំពុងធ្វើការស្រាវជ្រាវរកផ្ទះជួលដែលគាត់ស្នាក់នៅនោះប្រសិនបើលោកជីលីងបានទទួលដំណឹងនេះហើយសូមទៅទទួលយកលោកយាយកែមសៀនដែលជាម្ដាយត្រឡប់ទៅផ្ទះវិញផង